សួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលបងប្អូនបានឃើញពីដើមវីដេអូនេះហើយថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅដំណើរដ៏អស្ចារ្យមួយជាមួយខ្ញុំហើយទីកន្លែងដែលខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅនោះគឺប្រាសាទចៅស្រីវិបុលប្រាសាទចៅស្រីវិបុលបានកសាងឡើងនៅចុងសតវត្សទី11ដោយព្រះបាទសូរ្យវរ្ម័នទី1ហើយការកសាងប្រាសាទមួយនេះឡើងគឺដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាស្ថាបត្យកម្មវិញគឺរចនាបថឃ្លាំងទីតាំងគឺនៅភូមិត្រាយសង្កាត់បាឡាំងក្រុងរន្ធឯកនិយោសែនខេត្តសៀមរាបហើយប្រាសាទចៅស្រីវិបុលស្ថិតនៅលើកំពូលភ្នំតូចមួយនៅពេលដែលឡើងមកដល់កំពូលភ្នំតូចមួយនៅខាងលើនេះគឺមានទីអារាមមួយចានៅកំពូលនឹងហ្មងណាបងប្អូនចាហើយនេះគឺជាទេសភាពទីអារាមនៅលើកំពូលភ្នំតូចមួយនឹងនៃប្រាសាទចៅស្រីវិបុលហើយនេះគឺជាទីទួលប្រាសាទដែលនៅលើកំពូលមួយនឹងឯងខ្ញុំក៏បានធ្វើការឆ្លងទៅកាន់ប្រាសាទនៅខាងក្រោយបងប្អូនហើយគាត់គឺជាកាយនាំខ្ញុំចាគឺគាត់ល្អខ្លាំងមែនតើរុះរាយរាក់ទាក់ហើយសូម្បីតែបងប្អូនក៏រុះរាយរាក់ទាក់ផងដែរតែបងប្អូនប្រុសមួយនោះគឺបងប្អូនបង្កើតរបស់ខ្ញុំបងប្អូនប៉ុន្តែសម្រាប់បងប្អូនស្រីទូចៗនោះគាត់ដើររកបេះកសាំងទាបបងប្អូននៅក្នុងដៃគាត់មានកសាំងទាបសម្រាប់ទុកធ្វើម្ហូបពេលថ្ងៃពេលហ្នឹងបងប្អូនខ្ញុំក៏ឆ្ងល់ដែរខ្ញុំសួរគាត់ថាអណៃផែអីគេហ្នឹងគាត់ថាបេះកសាំងទាបទុកឆាបន្ទាប់មកទីខ្ញុំក៏បានចុះមកដល់ខាងក្រោមហើយបងប្អូនហើយពួកក្មេងៗគឺគួរឲ្យស្រឡាញ់ខ្លាំងមែនតើចាខ្ញុំឲ្យគាត់ say hello មកកាន់កាមេរ៉ាហើយនេះគឺជា e-guide ដែលនាំខ្ញុំមកប្រាសាទមួយហ្នឹងបងប្អូនចាំមើលស្ដាប់គាត់និយាយ Hello អីហ្នឹងគេហៅអីគេប្រាសាទអីគេដែរចៅស្រីវិបុលមកលេងទាំងអស់គ្នាបងប្អូនអត់មានអ្នកទៅមកលេងណាស្អាតណាបន្ទាប់ពីនោះខ្ញុំក៏បានមកដល់កន្លែងនេះបងប្អូនហើយគាត់ថាពេលចុះទៅក្រោមហ្នឹងមានបណ្ណាល័យមួយដែលពេលការជំនាន់នោះគឺជាបណ្ណាល័យសម្រាប់ពពកបុរសអញ្ចឹងបងប្អូនឥឡូវនេះពួកខ្ញុំបានមកដល់ខាងក្រោមហើយក្មេងៗក៏គាត់បានឡើងតោងលើដើមឈើលេងដូចជីតូងអញ្ចឹងដែរបងប្អូនហើយនៅខាងស្ដាំដៃរបស់ខ្ញុំនេះគឺជាបណ្ណាល័យបងប្អូនហើយខ្ញុំបានថតអស់បងប្អូនបន្ទាប់មកទៀតគឺពួកខ្ញុំបានដើរបន្តដំណើរទៅមុខទៀតហើយនេះក៏ជាប្រាសាទមួយដែរនៅមុខហ្នឹងបងប្អូននៅពេលដែលដើរមកដល់មុខបងប្អូនមានបឹងមួយបងប្អូនសិតតែឈូកតែម្ដងហើយអូននេះឈ្មោះសុភីបងប្អូនសុភីក៏គាត់ចុះទៅបេះស្លឹកឈូកបងប្អូននៅក្នុងនោះអត់មានខ្លាចរអាអីតែម្ដងគឺក្លាហានខ្លាំងមែនតើក្មេងៗនៅទីនេះហើយឥឡូវគេបានឡើងមកដល់លើបងប្អូនគឺមួយគេស្ញែងគួរឲ្យស្រឡាញ់ខ្លាំងមែនតើហើយគេបេះស្លឹកឈូកគេយកទៅទូក្បាលបងប្អូនហើយឥឡូវនេះទៀតពួកយើងក៏បានដើរបន្តដំណើរទៅមុខទៀតហើយបងប្អូនហើយនេះនីតាស្ងាត់ឈៀបជាងគេហ្មង introvert ខ្លាំងមែនតើហើយនេះគឺជាសម្រស់ចាទេសភាពនៅក្នុងប្រាសាទចៅស្រីវិបុលរបស់យើងនៅខាងក្រៅមកបងប្អូនហើយនេះគឺជាទស្សនវិជ្ជាបឹងខ្ញុំនិយាយមែនបងប្អូនហើយយើងក៏បានដើរឡើងជិតមកវងហើយបងប្អូននិយាយទៅយើងដើរឡើងមកដល់កន្លែងយើងចូលក្នុងប្រាសាទបងប្អូននិយាយទៅយើងដើរចូលពីក្នុងប្រាសាទយើងឡើងទៅដល់លើចុះមកក្រោមប្រាសាទបន្ទាប់មកដើរវងមកខាងហ្នឹងមកកន្លែងដើមវិញអញ្ចឹងមកយើងក៏បានដើរមកដល់មុខប្រាសាទវិញបងប្អូនហើយពិតជាអរគុណទៅកាន់ពូពូមីមីដែលគាត់ធ្វើការសម្អាតបរិវេណនៅប្រាសាទរបស់យើងហ្នឹងគឺមានពួកគាត់ហ្នឹងហើយបានធ្វើឲ្យប្រាសាទរបស់យើងស្អាតដើម្បីឲ្យភ្ញៀវទេសចរទៅលេងមានផាសុកភាពអញ្ចឹងបងប្អូនអញ្ចឹងអរគុណពួកគាត់ខ្លាំងមែនតើជាចុងក្រោយនឹងខ្ញុំសូមអរគុណពុកម៉ែបងប្អូនអរគ្នាដែលបានមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើមានកំហុសខុសឆ្គងត្រង់ណាសូមគុំប្រកែកប្រកាន់ណាហើយជួបគ្នាវីដេអូក្រោយជម្រាបលា